bạn số đây từng ngọc ní chân video dương ngày ní dương như bị cả đọc screenshot đượcក្នុងទូរស័ព្ទដៃ iPhone ណាមុនហ្នឹងយើងបានដាក់ screenshot បាទយើង screenshot ជាលក្ខណៈបែបនេះបាទអញ្ចឹងថ្ងៃនេះយើងនឹងនិយាយអំពីរបៀបដោះវាទាំងអស់គ្នាណាបាទអញ្ចឹងរបៀបដោះយើងចូលទៅកាន់ setting មកបាទបន្ទាប់មកទៀតយើង scroll មកក្រោមយើងយកពាក្យថា accessibility នេះដដែលយើងអូសមកក្រោមទៀតយើងយកពាក្យថា touch បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញ function មួយចំនួនណាអញ្ចឹងយើងចូលទៅកាន់ខាងក្រោមគេនេះគឺយើងយកពាក្យ back tab នេះបាទយើងចុចនៅលើ back tab នឹងហើយយើងនឹងឃើញ function ចំនួន2ទៀតដែលយើងត្រូវកំណត់ណាមានន័យថាចំណុចនេះយើងចង់ដាក់ screenshot នៅកន្លែងហ្នឹងហើយរបៀបដោះក៏យើងបាទដាក់នៅកន្លែងហ្នឹងដែរបាទអញ្ចឹងចំណុចដែលយើងត្រូវដោះវាវិញគឺយើងយកពាក្យ double tap បាទអញ្ចឹងនៅពេលដែលយើងចុចនៅលើ double tap ហ្នឹងមកបាទបងប្អូនកលេចទៅមើលខាងលើគេនេះយើងនឹងឃើញមានពាក្យថា none បាទអញ្ចឹងបើសិនជាយើងយកពាក្យ screenshot នៅខាងក្រោមនេះកន្លែងប៊ូតុង tick ពណ៌ខៀវនេះអញ្ចឹងមានន័យថាបើសិនជាយើងយក screenshot ហ្នឹងមានន័យថាយើងកំណត់ screenshot នៅក្នុងទូរស័ព្ទដៃប៉ុន្តែបើសិនជាយើងចង់ដោះវាវិញយើងយកពាក្យ none នៅខាងលើនេះអញ្ចឹងយើងយកពាក្យ none នេះវិញមកអញ្ចឹងវាឡើង screenshot ហើយមានន័យថាតតែយើងកំណត់វាយកមក screenshot នេះវិញទើបបានយើងធ្វើការកំណត់ screenshot បានអញ្ចឹងចង់ដោះវិញយើងយកណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទព្រោះវាអត់មានអីស្មុគស្មាញទេវីដេអូនេះយើងដាក់ក៏ដាក់កន្លែងហ្នឹងយើងដោះក៏ដោះកន្លែងហ្នឹងបាទអរគុណ